សួស្តីឥឡូវនេះគឺខ្ញុំមកធ្វើជ្រក់វាឲ្យពុកម៉ែបងប្អូននេះជ្រក់នេះគឺជាអំបិលស្ករសគឺខ្ញុំដាក់មួយមុខមួយវែកតែម្ដងហើយនេះខ្ញុំធ្វើការចាក់ទឹកក្តៅទាំងពុះរួចហើយក៏ចាប់ដើមកូរគ្រឿងនេះឲ្យរលាយសព្វនេះខ្ញុំភាគច្រើនគឺធ្វើអត់ធ្វើនៅក្នុងដាំទឹកក្នុងឆ្នាំងទេគឺនឹងខ្ញុំដាំក្នុងកំសៀវគិសនីដាក់លាយវាមកចាក់វាទាំងក្តៅមកហើយក៏ដាក់ឲ្យវារលាយអំបិលឲ្យបានសព្វលាយសព្វហើយធ្វើការចាក់ទឹកក្តៅចូលទឹកក្តៅគឺចាក់ទាំងពុះតែម្ដងចាក់បានសព្វបន្តិចលាយគ្រឿងនេះឲ្យបានសព្វស្មើល្អទៅនេះខ្ញុំចាប់ដើមដាក់ការស្នោធ្វើបែបនេះដើម្បីឲ្យតសក់យើងមានភាពស្រពប់ច្រើនជាងការស្នោយើងដាក់ហើយយើងដាក់ក្តៅពីលើបន្តិចគឺបានពីច្រើននឹងខ្ញុំធ្វើជ្រក់ចូលចិត្តធ្វើក្នុងចានដែកដោយសារតែចានដែកងាយស្រួលលាយស្មើសព្វបានល្អរួចហើយយើងក៏ផ្ទេរចូលក្នុងកន្លកែវទៅទី1ធ្វើឲ្យកន្លកែវយើងវាមិនប្រេះស្រាំអីចឹងទៅហើយក៏លាយបានសព្វគ្រឿងបានល្អប៉ុណ្ណឹងគឺជាការស្រេចឲ្យពុកម៉ែបងប្អូនរួចហើយយើងចាប់ដើមផ្ទេរចូលកន្លកែវយកទុកទៅស្អែកឡើងគឺយើងអាចញ៉ាំបានហើយជ្រក់ត្រសក់ធ្វើបែបងាយលឿនគឺបែបហ្នឹងឯងថ្ងៃនេះគឺថាត្រសក់ច្រើនមែនទេតែគួរស្ដាយដែរថ្ងៃនេះភ្លេចទិញម្ទេសពុកម៉ែបងប្អូនសល់ម្ទេសតែ3គ្រាប់ដាក់តែ3គ្រាប់ទៅព្រោះយើងលាយនៅខាងក្រៅថែមទៀតស្មើល្អប៉ុណ្ណេះគឺស្មើលេចចូលត្រសក់យើងស្មើបានល្អរក្សាទុកនៅកន្លែងយើងដាក់ច្រក10កែវយើងដាក់ទុក50ថ្ងៃក៏បានមិន50ថ្ងៃក៏បានដែរយើងទុកកន្លែងធម្មតាទៅស្អែកឡើងគឺយើងអាចហូបបានហើយហ្នឹងហើយចំពោះវីដេអូនេះក៏មានតែប៉ុណ្ណេះទេអរគុណសូមជម្រាបលា